ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គបានបើកបង្ហាញនៅមាគ៌ាដ៏ល្អសម្រាប់ពុទ្ធមានិកជនទាំងឡាយដែលចង់ប្រតិបត្តិនិងចង់ឲ្យខ្លួនក្លាយទៅជាបណ្ឌិតឬក៏ជាអ្នកដែលមាននៅគតិបណ្ឌិតគឺជាដំណើររបស់អ្នកប្រាជ្ញទាំងឡាយដែលគប្បីនឹងប្រារព្ធធ្វើនោះគឺព្រះអង្គបានប្រកាសសម្ដែងនៅគោលធម៌ទាំងឡាយ4យ៉ាងដែលបុគ្គលទាំងឡាយគប្បីប្រតិបត្តិដើម្បីឲ្យខ្លួនបាននៅសេចក្តីសុខសេចក្តីចម្រើននិងដើម្បីឲ្យខ្លួនក្លាយទៅជាគំរូរបស់បុគ្គលដទៃទៀតហើយក៏ជាមាគ៌ាសម្រាប់ដឹកនាំជីវិតរបស់ខ្លួនផងដែរដែលនៅក្នុងនោះមានទី1ហ្នឹងគឺលោកឲ្យឈ្មោះថាអត្តសទ្ធិដែលមានន័យសេចក្តីថាខ្លួនបុគ្គលដទៃនោះគប្បីសាងនៅសេចក្តីល្អឬក៏សេចក្តីបរិសុទ្ធនឹងឲ្យបានច្រើនតាមតែអាចធ្វើទៅបានហើយទី2បរសទ្ធិក្រោយពេលដែលដឹកនាំខ្លួនឯងនៅសេចក្តីល្អហើយដឹកនាំនៅខ្លួនឯងឲ្យមានសេចក្តីបរិសុទ្ធហើយគប្បីដឹកនាំអ្នកដទៃនឹងឲ្យធ្វើនៅទង្វើនោះផងដែរហើយទី3កតញ្ញូគឺជាបុគ្គលទាំងឡាយណាមាននៅសេចក្តីដឹងគុណចំពោះអ្នកដែលបានធ្វើគុណមកលើខ្លួនហើយខ្លួនគប្បីនឹងតបនៅសេចក្តីល្អឬក៏គុណនោះទៅកាន់អ្នកដទៃនោះវិញហើយចំណុចចុងក្រោយទី4គឺសង្ឃេហោបានន័យថាជាបុគ្គលចេះជួយសង្គ្រោះឬក៏ជាបុគ្គលដែលមានមេត្តាធម៌ចំពោះសពសត្វគ្រប់សន្តានជាន់ថ្នាក់ទាំងអស់ដើម្បីជាប្រយោជន៍នៅក្នុងការសន្សំឧបនិស្ស័យសន្សំញាតិនៅក្នុងសង្សារវដ្តនេះដោយសេចក្តីល្អឬក៏ដោយដំណើរនៃគតិបណ្ឌិតដូច្នេះហើយសូមសាធុជនញាតិញោមជាពុទ្ធបរិស័ទទាំងអស់គប្បីប្រារព្ធខ្លួននៅធម៌ទាំងឡាយ4នេះយ៉ាងខ្ជាប់ខ្ជួនដើម្បីឲ្យខ្លួនយើងក្លាយទៅជាបុគ្គលដែលមាននៅគតិបណ្ឌិតនៅក្នុងខ្លួនផងនិងដឹកនាំអ្នកដទៃឲ្យក្លាយជាបុគ្គលដែលមាននៅគតិបណ្ឌិតសម្រាប់ជីវិតរបស់ពួកគាត់ផងសូមញាតិញោមជាពុទ្ធបរិស័ទទាំងឡាយធ្វើនៅសេចក្តីជ្រះថ្លាមកប្រមាណប៉ុណ្ណេះសូមអនុមោទនា